ក៏ស្អាតបរិស្ថានក៏ស្អាតរីឯសន្តានខ្ញុំរត់តែស្អាតតើពិតមែនទេអង្គវេទិកាទាំងមូលជាកិច្ចចាប់ផ្ដើមនាងខ្ញុំសូមគោរពគណៈថាបតីដល់ខ្ពង់ខ្ពស់គណៈកម្មការជាទីគោរពសូមគោរពថ្នាក់ដឹកនាំលោកគ្រូអ្នកគ្រូនិងភ្ញៀវកិត្តិយសអស់ជាទីគោរពនិងជាទីមេត្រីនាងខ្ញុំមីងហ្វូថាលីគីមយូអ៊ីជាសិស្សរៀនថ្នាក់ទី1កនៃសាលាមីគីវេការ៉ាន់ប៊ីកាន់1ថ្ងៃនេះផងដែរខ្ញុំពិតជាមានសេចក្តីសំឡេងរៀងខ្លាំងដែលមានវត្តមាននៅទីនេះដើម្បីធ្វើការបកស្រាយនៅប្រធានបទមួយដែលបានលើកឡើងថាបរិស្ថានសាលារៀនស្អាតមុននឹងធ្វើការបកស្រាយសូមអង្គវេទិកាទាំងមូលអនុញ្ញាតឲ្យរូបនាងខ្ញុំពន្យល់នៅពីគន្លឹះជាមុនសិនបើយោងទៅតាមវចនានុក្រមសម្ដេចព្រះសង្ឃគ្រាជួនណាត់ពាក្យថាបរិស្ថានមានន័យថាសំដៅលើអ្វីៗទាំងអស់ដែលមាននៅជុំវិញខ្លួនយើងមានដូចជាមនុស្សសត្វនិងរុក្ខជាតិស្អាតមានន័យថាស្ថានភាពដែលគ្មានកខ្វក់គ្មានសម្រាប់និងមានអនាម័យឧទាហរណ៍សាលារៀនខ្ញុំស្អាតមានទីធ្លាធំទូលាយនិងមានបរិស្ថានស្អាតជាការពិតណាស់បរិស្ថានសាលារៀនស្អាតសំដៅលើស្ថានភាពជុំវិញនៃសាលារៀនភាពស្រស់បំព្រងផ្ដល់នូវផាសុកភាពនិងសុវត្ថិភាពដល់ការសិក្សារបស់សិស្សនាងខ្ញុំសូមលើកយកចំណុចសំខាន់3មកធ្វើការបកស្រាយដោយខាងក្រោម1កត្តារួមផ្សំនៃបរិស្ថានសាលារៀនស្អាតកត្តាធម្មជាតិបរិស្ថានសាលារៀនស្អាតការរៀបចំយ៉ាងមានរបៀបរៀបរយទីស្អាតអនាម័យល្អនិងមានដើមឈើបៃតងផ្ដល់ខ្យល់បរិសុទ្ធកត្តាមនុស្សក្នុងថ្នាក់រៀនមានពន្លឺគ្រប់គ្រាន់តុបតែងមានរបៀបតុកៅអីនិងក្តារខៀនសម្អាតជានិច្ចមានធុងដាក់សម្រាមមិនបោះចោលផ្ដេសផ្ដាសកត្តាសង្គមបង្កើតវិន័យល្អមានការចូលរួមរបស់សិស្សក្នុងការថែរក្សាបរិស្ថានគោរពបទបញ្ជាផ្ទៃក្នុងសីលធម៌ល្អនិងចេះសាមគ្គីធ្វើឲ្យសិស្សសប្បាយរីករាយនិងចង់មកសិក្សា2សារៈសំខាន់នៃបរិស្ថានសាលារៀនស្អាតវាសំខាន់ជួយឲ្យសិស្សសុខភាពល្អកាត់បន្ថយជំងឺឆ្លាស់បង្កើតបរិយាកាសសិក្សាធ្វើឲ្យសិស្សមានប្រសិទ្ធភាពខ្ពស់សិស្សមានទម្លាប់អនាម័យ3វិធីសាស្ត្រទទួលបានបរិស្ថានសាលារៀនស្អាតចាំបាច់ត្រូវមានការចូលរួមរៀនគ្រប់គ្នាបែងចែកប្រភេទសម្រាមឲ្យបានត្រឹមត្រូវធ្វើអនាម័យសាលារៀនព្រមទាំងដាំឈើរុក្ខជាតិបៃតងដើម្បីទទួលបានបរិស្ថានសាលារៀនមានសភាពល្អនាងខ្ញុំសូមបដិញ្ញាចិត្តថានឹងថែរក្សាបរិស្ថាននិងមិនចោះសម្រាមតាមទីធ្លាសាលាឬតាមសាធារណៈជាដាច់ខាតជាចុងបញ្ចប់ខ្ញុំសូមអរគុណដល់អង្គពិធីទាំងមូលដែលបានស្ដាប់ការរៀបរាប់របស់ខ្ញុំតាំងពីដើមរហូតដល់ចប់ខ្ញុំសូមជូនពរថ្នាក់ដឹកនាំទាំងអស់និងលោកគ្រូអ្នកគ្រូជួបតែសុខភាពល្អនិងសំណាងល្អសូមអរគុណ